ប្រវត្តិសង្គ្រាមអ៊ីរ៉ាក់នៅឆ្នាំ2003សហរដ្ឋអាមេរិកធ្លាប់បានធ្វើសង្គ្រាមម្ដងរួចមកហើយជាមួយនឹងសាដាមហ៊ូសេនរបស់ប្រទេសអ៊ីរ៉ាក់កាលពីឆ្នាំ1991នៅក្នុងគោលបំណងបណ្ដេញកងទ័ពរបស់សាដាមហ៊ូសេនចេញពីទឹកដីរបស់គុយវេតបើទោះបីជាអ៊ីរ៉ាក់ធ្លាប់មានឈ្មោះថាជាប្រទេសសម្បូរទៅដោយប្រេងប៉ុន្តែនៅក្នុងសង្គ្រាមជាមួយនឹងអ៊ីរ៉ង់រយៈពេល8ឆ្នាំធ្វើប្រទេសមួយនេះស្ទើរតែស្ងួតហួតហែងអស់បូមយកប្រេងដើម្បីផ្គត់ផ្គង់សង្គ្រាមនៅក្នុងឆ្នាំ1990នៅកាលនោះប្រទេសអ៊ីរ៉ាក់មានបំណុលវ៉ាន់កក្រោមការដឹកនាំរបស់សាដាមហ៊ូសេនក៏បានសម្រេចចិត្តឈ្លានពានគុយវេតដើម្បីដណ្ដើមយកប្រេងរបស់ប្រទេសមួយនេះតាមក៏ពិតទៅនៅក្នុងសង្គ្រាមរវាងអ៊ីរ៉ាក់ហើយនិងអ៊ីរ៉ង់នៅចន្លោះឆ្នាំ1980ទៅដល់ឆ្នាំ1988គុយវេតក៏ជាអ្នកគ្រប់គ្រងប្រទេសអ៊ីរ៉ាក់ផងដែរក៏ប៉ុន្តែបន្ទាប់ពីចប់សង្គ្រាមនេះអ៊ីរ៉ាក់បែរជាសម្លឹងឃើញគុយវេតថាជាសាច់មួយដុំទៅវិញភ្លាមៗនៅពេលដែលអ៊ីរ៉ាក់ឈ្លានពានចូលគុយវេតអង្គការសហប្រជាជាតិក៏បានថ្កោលទោសទង្វើនេះយ៉ាងខ្លាំងហើយសាដាមហ៊ូសេនក៏ទទួលរងនឹងការវាយប្រហារពីអតីតសម្ព័ន្ធមិត្តរបស់ខ្លួនដែលមានដូចជាអាមេរិកហើយនិងអង់គ្លេសទោះបីជាសង្គ្រាមនៅគុយវេតនេះត្រូវបានបិទបញ្ចប់ក៏ប៉ុន្តែលោកសាដាមហ៊ូសេននៅតែបន្តកាន់អំណាចនៅក្នុងប្រទេសអ៊ីរ៉ាក់នៅក្នុងសេចក្តីសម្រេចរបស់អង្គការសហប្រជាជាតិក៏កំណត់ឲ្យប្រទេសអ៊ីរ៉ាក់ត្រូវតែបញ្ឈប់មជ្ឈតានៅក្នុងការកសាងអាវុធប្រឡាយលោកដែលគេហៅជាអក្សរកាត់ថា WMD អាវុធប្រឡាយលោកឬក៏អាវុធមហាប្រឡាយនេះរាប់បញ្ចូលទាំងអាវុធនុយក្លេអ៊ែរអាវុធជីវសាស្ត្រហើយនិងអាវុធគីមីដែលកាលណាប្រើប្រាស់ទៅវាសម្លាប់មនុស្សនៅក្នុងចំនួនដ៏ច្រើនសន្ធឹកសន្ធាប់នៅក្នុងសង្គ្រាមទល់ជាមួយនឹងអ៊ីរ៉ង់ក្នុងទសវត្សរ៍ឆ្នាំ1980សាដាមហ៊ូសេនក៏បានប្រើប្រាស់អាវុធគីមីសម្លាប់មនុស្សអស់មិនតិចនៅនោះដែរក៏ប៉ុន្តែនៅកាលនោះអាមេរិកនៅខាងប្រទេសអ៊ីរ៉ាក់ដូច្នេះហើយបានជាអាមេរិកពុំមានការដេញដោលចំពោះរឿងនេះទេតើអ្វីទៅជាមូលហេតុនាំឲ្យផ្ទុះសង្គ្រាមអ៊ីរ៉ាក់ក្នុងឆ្នាំ2003តើអ្នកនៅក្នុងសម័យដៃណូស័រឬ Gen Z សម័យដៃណូស័រគេកាន់កាតសមាជិកនិងកំប៉ុងក្រដាសតែ Gen Z គេកាន់ K Store App មាន K Store App និងមានកាតសមាជិកនិងកំប៉ុងរាប់ពាន់ហាននៅក្នុងដៃរបស់អ្នក Shop Smart Shop with K Store មូលហេតុដែលអ្នកវិភាគមើលឃើញមានសំខាន់ចំនួន4ទី1ពាក់ព័ន្ធជាមួយនឹងពួកអាល់កៃដាលោកប្រធានាធិបតីអាមេរិកនៅពេលនោះកាន់តំណែងគឺលោក George W Bush ជឿថាអ៊ីរ៉ាក់ក៏ជាតួអង្គមួយស្ថិតនៅពីក្រោយការរៀបចំផែនការវាយប្រហារអាមេរិក11កញ្ញាឆ្នាំ2001ផងដែរលោក George W Bush ជឿថាប្រទេសអ៊ីរ៉ាក់ជាអ្នកផ្គត់ផ្គង់ហិរញ្ញវត្ថុទៅដល់ពួកអាល់កៃដាបើទោះបីជារហូតមកទល់នឹងពេលបច្ចុប្បន្ននេះគេពុំមានភស្តុតាងបញ្ជាក់អំពីរឿងនេះក៏ដោយចំណែកឯមូលហេតុទី2នោះគឺពាក់ព័ន្ធជាមួយនឹងអាវុធមហាប្រឡាយ WMD ទីភ្នាក់ងារសម្ងាត់របស់ចក្រភពអង់គ្លេសហើយនិងអាមេរិកមានការព្រួយបារម្ភយ៉ាងខ្លាំងថាប្រទេសអ៊ីរ៉ាក់ប្រហែលជាមានអាវុធមហាប្រឡាយ WMD ហើយត្រៀមនឹងប្រើប្រាស់អាវុធមួយនេះផងដែរពិភពលោកតក់ស្លុតយ៉ាងខ្លាំងនៅពេលដែលប្រទេសអ៊ីរ៉ាក់បានប្រើប្រាស់អាវុធមហាប្រឡាយនេះនៅអំឡុងសង្គ្រាមជាមួយនឹងអ៊ីរ៉ង់ដោយបានសម្លាប់មនុស្សក្នុងចំនួនដ៏ច្រើនក្នុងរយៈពេលខ្លីដូច្នេះហើយបានជាគេឲ្យឈ្មោះថាអាវុធមហាប្រឡាយទីភ្នាក់ងារសម្ងាត់របស់អាមេរិកហើយនិងអង់គ្លេសរកឃើញថាលោកសាដាមហ៊ូសេនកំពុងតែស្ថិតនៅក្រោមសម្ពាធយ៉ាងខ្លាំងហើយអាចនឹងរកមធ្យោបាយណាមួយនៅក្នុងការប្រើប្រាស់អាវុធគីមីសម្រាប់ទៅលើគូប្រឆាំងរបស់ខ្លួនហើយសូម្បីតែប្រជាជនស៊ីវិលរីឯមូលហេតុទី3ពាក់ព័ន្ធជាមួយនឹងមនោគមវិជ្ជានយោបាយលោកនាយករដ្ឋមន្ត្រីរបស់អង់គ្លេសនៅពេលនោះមានឈ្មោះថា Tony Blair ជឿថាប្រទេសអ៊ីរ៉ាក់ដែលជាប្រទេសសម្បូរទៅដោយប្រេងហើយទទួលឥទ្ធិពលរបស់លោកខាងលិចច្រើនទំនងជានឹងក្លាយទៅជាគុណប្រយោជន៍មួយប្រសិនបើប្រទេសលោកខាងលិចអាចធ្វើឲ្យប្រទេសមួយនេះដើរតាមខ្លួនគឺលោកធ្លាប់បានធ្វើរៀងម្ដងហើយនៅក្នុងទឹកដីប្រទេសកូសូវូហើយនិងសារ៉ាឡេអុងគឺបំលែងប្រទេសទាំងនោះឲ្យក្លាយទៅជាប្រទេសប្រជាធិបតេយ្យដើរតាមអំណាចប្រទេសលោកខាងលិចត្រង់នេះមានន័យថាលោក Tony Blair មានឆន្ទៈប្រើប្រាស់យោធាដើម្បីកែប្រែប្រទេសអ៊ីរ៉ាក់ឲ្យទៅជាប្រទេសមួយដែលដើរតាមប្រទេសលោកខាងលិចមូលហេតុចុងក្រោយដែលនាំឲ្យផ្ទុះសង្គ្រាមនៅអ៊ីរ៉ាក់ក្នុងឆ្នាំ2003នោះត្រូវបានអ្នកវិភាគមើលឃើញថាពាក់ព័ន្ធជាមួយនឹងប្រេងប្រទេសលោកខាងលិចដែលមានអាមេរិកហើយនិងចក្រភពអង់គ្លេសមើលឃើញប្រេងសំខាន់ណាស់នៅក្នុងទឹកដីរបស់ប្រទេសអ៊ីរ៉ាក់ប្រទេសមួយនេះមិនសូវជាស្ដាប់បង្គាប់ប្រទេសលោកខាងលិចទេដូច្នេះការវាយប្រហារបង្ក្រាបរបបរបស់លោកសាដាមហ៊ូសេនក៏អាចផ្ដល់ផលប្រយោជន៍ជាប្រេងដ៏ច្រើនសន្ធឹកសន្ធាប់សម្រាប់ពួកគេផងដែរតើសង្គ្រាមមួយនេះចាប់ផ្ដើមឡើងដោយរបៀបណានៅថ្ងៃទី29ខែ1ឆ្នាំ2002គឺប៉ុន្មានខែបន្ទាប់ពីអំពើវិរកម្ម11កញ្ញាទៅលើសហរដ្ឋអាមេរិកលោកប្រធានាធិបតី George W Bush បានហៅប្រទេសអ៊ីរ៉ាក់ថាមួយក្នុងចំណោមប្រទេស3គឺជាប្រទេស3សាច់ Axis of Evil ដែលប្រទេសទាំង3នេះមានអ៊ីរ៉ាក់អ៊ីរ៉ង់ហើយនិងកូរ៉េខាងជើងលោក George W Bush ថែមទាំងអះអាងថានឹងបដូរទិសដៅកិច្ចការបរទេស
ផ្ដោតទៅលើរបបដឹកនាំរបស់សាដាមហ៊ូសេនដែលជារបបដឹកនាំគ្រប់គ្រងក្រុមភេរវករនៅក្នុងតំបន់មជ្ឈមបូព៌ាហើយបានបំផ្លាញកិច្ចព្រមព្រៀងអន្តរជាតិបន្ទាប់ពីក្រុមចារកម្មរបស់អាមេរិកហើយនិងអង់គ្លេសរាយការណ៍អំពីអាវុធមហាប្រឡាយរបស់លោកសាដាមហ៊ូសេនអង្គការសហប្រជាជាតិក៏បានបញ្ជូនក្រុមអធិការកិច្ចរបស់ខ្លួនចុះទៅអ៊ីរ៉ាក់ដោយផ្ទាល់ដើម្បីធ្វើការពិនិត្យទៅលើរឿងនេះហើយស្វែងរកមិនឃើញភស្តុតាងណាមួយបញ្ជាក់ថាលោកសាដាមហ៊ូសេនមានលាក់បាំងនៅអាវុធមហាប្រឡាយនោះឡើយត្រង់នេះសូមបញ្ជាក់ថាក្រុមអធិការកិច្ចនេះធ្លាប់ត្រូវបានបណ្តេញចេញពីអ៊ីរ៉ាក់រួចម្ដងមកហើយកាលពីឆ្នាំ1998ដោយមិនខ្វល់ពីការរកឃើញថាមានអាវុធប្រឡាយឬក៏គ្មាននោះទេលោកប៊ូសហើយនិងលោកតូនីប្លែមេដឹកនាំរបស់អាមេរិកហើយនិងអង់គ្លេសក៏បានបើកយុទ្ធនាការឈ្លានពានចូលទឹកដីរបស់អ៊ីរ៉ាក់ដោយគ្មានការយល់ព្រមពីអង្គការសហប្រជាជាតិតើរបបសាដាមហ៊ូសេនដួលរលំដោយរបៀបណាសង្គ្រាមអ៊ីរ៉ាក់បានចាប់ផ្ទុះឡើងនៅថ្ងៃទី20ខែមីនាឆ្នាំ2003ហេតុការណ៍សំខាន់ៗនៅក្នុងសង្គ្រាមនេះមានដូចជានៅក្នុងខែ3ឆ្នាំ2003អាមេរិកនិងក្រុមសម្ព័ន្ធមិត្តបានបើកប្រតិបត្តិការវាយប្រហារទៅលើប្រទេសអ៊ីរ៉ាក់តាមផ្លូវអាកាសយ៉ាងខ្លាំងក្លាដោយប្រតិបត្តិការនេះគេឲ្យឈ្មោះថា Shock and Awe លុះចូលមកដល់ខែមេសាឆ្នាំ2003យោធារបស់អាមេរិកបានវាយលុកចូលទៅដល់រដ្ឋធានីបាដាតជាទីក្រុងសំខាន់បំផុតរបស់ប្រទេសអ៊ីរ៉ាក់នៅពេលនោះប្រជាជនអ៊ីរ៉ាក់យ៉ាងច្រើននាំគ្នាអបអរសាទរនៅតាមដងផ្លូវហើយបានទាញផ្ដួលរំលំរូបសំណាកដ៏ធំរបស់លោកសាដាមហ៊ូសេនការកំទេចចោលរូបសំណាកមួយនេះគឺជានិមិត្តរូបនៃការដួលរលំរបស់របបសាដាមហ៊ូសេននៅក្នុងខែធ្នូឆ្នាំ2003លោកសាដាមហ៊ូសេនត្រូវបានគេរកឃើញនិងចាប់ខ្លួននៅពេលដែលលោកកំពុងតែលាក់ខ្លួននៅក្នុងរូបមួយនៅខាងក្រោមផ្ទះកញ្ចាស់មួយគាត់ត្រូវបានគេចាប់ប្រកាន់ពីបទប្រព្រឹត្តអំពើអក្រិតកម្មប្រឆាំងជាមួយនឹងប្រជាជនអ៊ីរ៉ាក់ហើយត្រូវបានកាត់ទោសប្រហារជីវិតដោយការព្យួរកតើសង្គ្រាមអ៊ីរ៉ាក់នេះជាឥទ្ធិពលយ៉ាងណាទៅលើទំនាក់ទំនងអន្តរជាតិការសម្រេចចិត្តឈ្លានពានចូលអ៊ីរ៉ាក់ដោយគ្មានការយល់ព្រមពីអង្គការសហប្រជាជាតិបានធ្វើទំនាក់ទំនងនៅក្នុងបណ្ដាប្រទេសជាសមាជិកអង្គការ NATO រកាំរកូសយ៉ាងខ្លាំងសមាជិកអង្គការ NATO មួយចំនួនយល់ស្របទៅលើសង្គ្រាមមួយនេះជាពិសេសនោះគឺចក្រភពអង់គ្លេសខណៈដែលសមាជិកមួយចំនួនទៀតយល់ថានេះគឺជាសង្គ្រាមខុសច្បាប់ប្រទេសជាច្រើននៅក្នុងតំបន់មជ្ឈមបូព៌ាយល់ថាសង្គ្រាមនៅអ៊ីរ៉ាក់នេះមិនមែនជាសង្គ្រាមប្រឆាំងតែទៅលើអ៊ីរ៉ាក់ទេក៏ប៉ុន្តែគឺជាសង្គ្រាមប្រឆាំងអារ៉ាប់ការដែលក្រុមអធិការកិច្ចរបស់អង្គការសហប្រជាជាតិរកមិនឃើញភស្តុតាងអាវុធគីមីរបស់ប្រទេសអ៊ីរ៉ាក់នោះបានធ្វើឲ្យលោកប៊ូសហើយនិងលោកប្លែនោះត្រូវរងការរិះគន់យ៉ាងខ្លាំងពីសំណាក់អន្តរជាតិបន្ទាប់ពីសង្គ្រាមនេះបានចប់ទៅអ៊ីរ៉ាក់បានធ្លាក់ចូលទៅក្នុងសង្គ្រាមស៊ីវិលអូសបន្លាយពេលជាច្រើនឆ្នាំក្រុមភេរវករអាកេដានៅតែបន្តរស់រានមានជីវិតហើយក្រោយមកបានបែកបីសាខាទៅជាក្រុមរកគ្រោះថ្នាក់មួយទៀតគឺក្រុមភេរវករ ISIS ដែលក្រុមនេះនៅតែបន្តការគំរាមកំហែងពិភពលោកមកទល់នឹងពេលបច្ចុប្បន្នសង្គ្រាមនៅអ៊ីរ៉ាក់នេះបានធ្វើឲ្យពិភពលោកបាត់បង់ជំនឿចិត្តមួយចំណែកធំទៅលើអាមេរិកដែលធ្លាប់តែត្រូវបានគេទទួលស្គាល់ថាជាប្រទេសប្រជាធិបតេយ្យមានការវិភាគវែកញែកបានត្រឹមត្រូវនៅក្នុងសង្គ្រាមហើយក៏ជាប្រទេសដែលសង្គ្រោះប្រទេសជាច្រើននៅក្នុងសង្គ្រាមលោកលើកទី1និងសង្គ្រាមលោកលើកទី2បើទោះបីជាប្រតិបត្តិការវាយប្រហារចូលប្រទេសអ៊ីរ៉ាក់ត្រូវបានបិទបញ្ចប់ជាផ្លូវការនៅថ្ងៃទី1ខែឧសភាឆ្នាំ2003ក៏ប៉ុន្តែផលវិបាកដ៏អាក្រក់បានអូសបន្លាយពេលរហូតដល់ឆ្នាំ2011តាមការបានប្រមាណសង្គ្រាមនេះបានឆក់យកអាយុជីវិតមនុស្សចន្លោះពី 10,000 នាក់ទៅដល់ជាង 60,000 នាក់សូមអរគុណចំពោះការទស្សនារបស់លោកអ្នកហើយយើងនឹងជួបគ្នាជាថ្មីនៅក្នុងវីដេអូក្រោយ